Đồ mua pi song xa có lại chia cu đần đăng mình mà đòn ấy da thằng ngắt bọn nhóm chọp bịa ba sụt đây bụng mai bụng bọn được ở kia thằng này cái thai nhóm mọc chọp bịa bọn pro chợ đòn môi được ở nhóm hay mua là hai đại nhóm hai con chỉ bọn chợ đòn môi đời xa con chỉ con rõ bó mình nhóm hay ní chỉ mình được bọc nhóm trời chỉ máy con cầm lo hay ní chỉ bọn con cầm lo hay thằng này cái thai bọn mò chung kia trai mình tên bài ní chỉ mạng bọc nhóm mình chẳng á hay nằng mình bọc nhóm mình chẳng cái thai màu chung kia tai mà đòn chẳng nó cầm ro ban chung kiaព្រោះម្នាក់តែតាមានការងាររវល់រៀងខ្លួនអីចឹងទៅគាត់តែមានបនទៀនឬក៏មានកម្មវិធីអីបានជួបគ្នាអីចឹងណាបងប្អូនបាទងាយបានជុំគ្នាទេយូរបានជុំបងប្អូនម្ដងមានណាស្បាយម្យ៉ាងដែរតាអ្នកអង្គុយលើតុងសិតតែអ្នកពេញបងប្អូនហើយតែអ្នកមកឡើងបងពីពេញល្ងាចឡើងទៅវិញហើយនេះម៉ែកូនប្រុសម៉ែកូនស្រីចឹងបងប្អូនហើយនេះបងប្អូនខាងកូនស្រីអូនប្រុសរបស់ខ្ញុំគឺថាមានប្រពន្ធមកខាងស្រុកស្វាយជ្រុំបងប្អូនហើយកូនកន្លោះប្អូនរបស់ខ្ញុំហ្នឹងគឺនៅស្រុករមីហែកបាទគឺនៅព្រំទួគ្នាដែរទេបងប្អូនបាទអញ្ចឹងបងប្អូនអ្នកខាងស្រុកស្វាយជ្រុំបាទខ្ញុំសូមផ្ញើបងប្រុសម្នាក់នេះផងបាទនេះបងប្រុសរបស់ខ្ញុំបាទឥឡូវយើងមកមើលកន្លែងគេធ្វើកម្មវិធីពាក់ចិញ្ចៀននេះចឹងបងប្អូនបាទតែមើលទៅមុខកូនកន្លោះវិញគេថាភ័យមិនទេបងប្អូនអារម្មណ៍រំភើបលីភ័យអីចឹងតែវាជារឿងធម្មតាទេបងប្អូនហើយធម្មតាថ្ងៃពិសេសចឹងមានអារម្មណ៍ថាភ័យផងអផងរំភើបផងវាលាយឡំចូលគ្នាអីចឹងតែកលែកទៅមើលម៉ែកូនប្រុសវិញគេថាញញឹមបិទមាត់មិនចិត្តទេបងប្អូនហើយអ្វីដែលសំខាន់គេថាម៉ែកូនកន្លោះហ្នឹងត្រូវជាប្អូនម៉ែរបស់ខ្ញុំបាទឥឡូវគេថាម៉ែកូនកន្លោះមានកូនផ្សារហើយតែម៉ែរបស់ខ្ញុំមិនទាន់មានកូនផ្សារនោះទេហើយក្នុងចំណោមកូនយាយខាងម៉ែនេះគេថាទៅតែនឹងបានភ្ជាប់ពាក្យមួយនឹងទេបងប្អូនបាទហើយបងក៏សូមជូនពរប្អូនទាំងពីរឲ្យស្រឡាញ់គ្នាដល់ចាស់កងខ្នងនិងជោគជ័យគ្រប់ភារកិច្ចការងារទាំងឡាយសូមឲ្យសម្រេចដោយបំណងបងប្រាថ្នាហើយឈរមួយក្រុមនេះគេថាបងប្អូនខាងកូនស្រីបងប្អូនណាហើយអង្គុយលើតុនេះគឺបងប្អូនខាងកូនប្រុសយើងហ្នឹងបាទហើយនេះដល់វគ្គពាក់ចិញ្ចៀនហ្នឹងបងប្អូនអ្វីដែលសំខាន់គឺថាខ្ញុំហួសចិត្តខ្លួនឯងហ្មងបងប្អូនបាទថតអត់មានតនខាងប្រុសច្រកចិញ្ចៀននៅខាងស្រីអីបន្តិចអាឡ័យតែកលែកទៅនោះមកផ្លែតងាកមកវិញគេច្រកចិញ្ចៀនហើយបាទអញ្ចឹងបងប្អូនមិនឆ្ងល់ទេថាអត់ឃើញខាងប្រុសច្រកឲ្យខាងស្រីបាទដោយសារខាងប្រុសខ្ញុំថតអត់តន់ថតបានតែខាងស្រីនោះទេនេះគេថាខាងស្រីគេច្រកចិញ្ចៀនហើយគេថើបដៃថតរូបអីចឹងបងប្អូនបាទហើយកលែកទៅមើលមកកូនប្រុសវិញគេថាគឺឡើងសើភ័យបាទញ៉ាំរៀងស្រស់ឲ្យបងប្អូនបាទហើយដៃប្រខាងហ្នឹងស្អីទេចលោចុចចលោឡើងលើនេះប្លង់គេថតចង្អុលចិញ្ចៀនអីចឹងបងប្អូនកលែកមកមើលបងប្អូនបើរបស់ខ្ញុំគេពងអានំគ្នាពណ៌កម្ពស់គ្នាបាទគេគេខ្ពស់អញ្ចឹងគេរៀងជឿជាក់តិចហើយឥឡូវគេថាដល់វគ្គគូចដៃវិញម្ដងបងប្អូនបាទតំបន់បងប្អូនខ្លះគេហៅសែនចងដៃតែតំបន់ខ្ញុំគេហៅគូចដៃអីចឹងបងប្អូនណាឥឡូវគេថាបងរាជក៏ឡើងគូចដៃគឺគាត់ញញឹមស្រស់ខ្លាំងមែនតើបងប្អូនឥឡូវគេថាដល់វគ្គ admin ឡើងគូចដៃម្ដងបងប្អូនបាទមានពាក្យអ្វីជូនពរបងប្អូនទេមានតែពាក្យជូនពរបងប្អូនទាំងពីរស្រឡាញ់គ្នាដល់ចាស់កងខ្នងចេះតែប៉ាត់តាំងគ្នាបងប្អូនហើយពេលឡើងគូចដៃគេម្ដងបន្ទាប់ពីគូចដៃហើយគេថាយើងថតរូបមកប៉ោះរួចហើយយើងដើរចេញហើយអ្នកផ្សេងគេចូលមកទៀតឡើងគូចដៃកូនរបស់ពូខ្ញុំហ្នឹងបងប្អូនណាមកចំណោមបងប្អូនម៉ែខ្ញុំមានតែម៉ែខ្ញុំឯងកូនច្រើនជាងគេម៉ែខ្ញុំកូន6បងប្អូនហើយក្រៅពីហ្នឹងបងប្អូនគាត់ដូចជាបងភ្ជាប់ពាក្យហ្នឹងមានតែស្រីមួយប្រុសមួយហើយកូនពូមិញហ្នឹងក៏ស្រីមួយប្រុសមួយហើយរួមបន្ទាប់ពីម៉ែខ្ញុំទៅគឺកូនគាត់គឺមានតែ2នាក់តែគឺស្រីមួយប្រុសមួយតែម្ដងកូនច្រើនតែម៉ែខ្ញុំទេ6នាក់ហើយវីដេអូនេះគឺខ្ញុំសូមទោសដល់ពូមីងទាំងអស់គ្នាដែលខ្ញុំថតវីដេអូបានអស់គ្នាអញ្ចឹងបងប្អូនដោយសារទូរស័ព្ទពេញ memory បងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ follow page និង share វីដេអូនេះម្នាក់មួយអរគុណទុកជាមុនបាយបាយជួបជាមួយខ្ញុំបាននៅវីដេអូក្រោយទៀត